សួស្តីប្រិយមិត្តស្ដាប់ទាំងគ្នាសូមស្វាគមន៍មកកាន់ស្រមោល Story KH ដែលជា channel និទានរឿងខ្មោចហើយក៏ជាកម្មវិធីនាំអារម្មណ៍អ្នកទាំងអស់គ្នាទៅកាន់ពិភពនៃវិញ្ញាណនិងរឿងរ៉ាវកំបាំងដែលមិនអាចបកស្រាយបានតាមបែបវិទ្យាសាស្ត្រថ្ងៃនេះខ្ញុំមានរឿងមួយដែលចង់ចែករំលែកជាមួយអ្នកទាំងអស់គ្នាដែលជារឿងរន្ធត់មួយបានកើតឡើងកាលពីប្រហែលឆ្នាំមុននៅតំបន់ជ័យក្រុងភ្នំពេញតើអ្នកទាំងអស់គ្នាធ្លាប់គិតទេថាហេតុអ្វីបានជាផ្ទះវិឡាធំស្អាតខ្លះបែរជាត្រូវគេទុកចោលឲ្យនៅស្ងាត់ចងំឬក៏ត្រូវគេប្រកាសលក់ក្នុងតម្លៃថោកខុសពីធម្មតារឿងនេះគឺជារឿងពិតរបស់មីងម្នាក់ឈ្មោះសុខាដែលគាត់បានជួបប្រទះដោយផ្ទាល់នៅពេលដែលគាត់និងគ្រួសារបានផ្លាស់ប្ដូរទីលំនៅទៅរស់នៅឯផ្ទះវិឡាចាស់មួយនេះផ្ទះនោះមានរូបរាងធំទូលាយមានសួនច្បារធំប៉ុន្តែមានតម្លៃថោកគួរឲ្យភ្ញាក់ផ្អើលគ្រួសារគាត់សប្បាយចិត្តណាស់ដែលបានទិញផ្ទះនោះប៉ុន្តែពួកគេមិនបានដឹងទេថាមានអ្វីកំពុងរងចាំពួកគេនៅក្នុងនោះទេវិញ្ញាណដែលមិនទាន់បានទៅចាប់ជាតិឬក៏អាចកំបាំងងងឹតដែលលាក់បាំងនៅពីក្រោយជញ្ជាំងដ៏ក្រាស់នៃផ្ទះវិឡានោះគាត់បាននិយាយថានៅល្ងាចថ្ងៃសុក្រហ្នឹងគឺគ្រួសាររបស់គាត់បានរើអីវ៉ាន់ចូលផ្ទះថ្មីដែលគឺជាផ្ទះវិឡាដែលមានអាយុកាលជាង20ឆ្នាំនោះឯងដែលបានសាងសង់រចនាបថបែបបារាំងដែលមានបង្អួចធំនិងជណ្ដើរឈើដែលបន្លឺសំឡេងឡើងគឺនៅពេលដែលជន់ឡើងគ្រួសារគាត់មានសមាជិក4នាក់គឺគាត់ប្តីគាត់និងកូនស្រី2នាក់កូនស្រីច្បងអាយុប្រហែលជា15ឆ្នាំនិងកូនស្រីពៅស្រីលីនអាយុ7ឆ្នាំយប់ដំបូងនៃការស្នាក់នៅអ្វីៗហាក់ដូចជាធម្មតាទេពួកគេហត់នឿយនឹងការរៀបចំអីវ៉ាន់ទើបម្នាក់ឆាប់ចូលដេកប៉ុន្តែនៅយប់ទី2អ្វីៗបានចាប់ផ្ដើមកូនស្រីពៅរបស់គាត់នឹងស្រីលីននឹងបានរត់ចេញពីបន្ទប់ទាំងយប់យ៉ាងសស្រាក់សស្រាំហើយបានទៅប្រាប់ម្ដាយនាងមិនចង់ដេកនៅក្នុងបន្ទប់នោះទេសេលីនបាននិយាយថាម៉ាក់កូនមិនចង់ដេកនៅក្នុងបន្ទប់នោះទេមានបងស្រីម្នាក់ចូលមើលកូននៅចុងក្រែសេលីនប្រាប់ទាំងទឹកភ្នែកអ្នកមីងសុកគិតថាកូនស្រីប្រហែលជាមិនតន់សាំនឹងកន្លែងថ្មីប្រហែលជាយកសបិនអាក្រក់ហើយទើបគាត់លួងលោមឲ្យកូនស្រីរបស់គាត់នឹងដេកជាមួយគាត់នឹងប្តីទៅគាត់មិនបានចាប់អារម្មណ៍ពាក្យថាបងស្រីម្នាក់នោះទេប៉ុន្តែប្រហែលថ្ងៃក្រោយមកនឹងអ្នកមីងបានអ្នកបម្រើនៅក្នុងផ្ទះដែលទើបតែជួលមកថ្មីនឹងបានសុំឈប់ពីការងារដោយមិនប្រាប់ពីមូលហេតុសោះនាងគ្រាន់តែនិយាយទាំងពេលខ្លាចថាខ្ញុំសុំឈប់ធ្វើឲ្យអ្នកមីងខ្ញុំមិនហ៊ាននៅផ្ទះនេះទៀតទេផ្ទះនេះមានអ្វីមួយយ៉ាងមិនប្រក្រតីអ្នកមីងសោកចាប់ផ្ដើមមានអារម្មណ៍ចម្លែកប៉ុន្តែគាត់ព្យាយាមមិនគិតច្រើនទេព្រោះគាត់គិតថាអ្នកបម្រើប្រហែលជាចង់ទៅធ្វើកន្លែងផ្សេងឲ្យមើលទៅមួយសប្តាហ៍ក្រោយមកហេតុការណ៍ចម្លែកចាប់ផ្ដើមកើតឡើងកាន់តែញឹកញាប់នៅម៉ោងប្រហែលជា2រំលងអត្រាតអ្នកមីងសុកតែងតែឮសំឡេងជើងដើរចុះឡើងនៅជាន់លើពេលខ្លះគាត់ឮសំឡេងក្មេងយំហើយពេលខ្លះទៀតឮសំឡេងមនុស្សស្រីខ្សឹបខ្សៀវគាត់ប្រាប់ប្តីគាត់ប៉ុន្តែប្តីគាត់តែងតែប្រាប់ថាវាគ្រាន់តែជាសំឡេងសត្វកណ្ដុរឬសំឡេងខ្យល់បក់តែប៉ុណ្ណោះនៅថ្ងៃមួយហ្នឹងគឺប្តីរបស់គាត់បានចុះខេត្តពី3ថ្ងៃអញ្ចឹងគឺគាត់នៅតែ2នាក់3នាក់ម្ដាយនិងកូនទេនៅម៉ោងប្រហែលជា3ទីភ្លឺគាត់ភ្ញាក់ពីដំណេកដោយសារតែគាត់ឮសំឡេងគូទ្វារបន្ទប់ហើយគាត់ស្មានតែកូនស្រីរបស់គាត់នឹងភ្ញាក់មកសុំដេកជាមួយគាត់ដែរអញ្ចឹងណាប៉ុន្តែពេលដែលទៅក្បែរខ្លួនសេលីនកំពុងតែដេកលក់យ៉ាងស្កប់ស្កល់ហើយសំឡេងគូទ្វារនៅតែបន្តគាត់ក្រោកដើរទៅបើកទ្វារប៉ុន្តែគ្មាននរណាម្នាក់នៅទីនោះទេរំពេចនោះខ្យល់ត្រជាក់មួយបានបក់មកកាត់មុខរបស់គាត់ហើយគាត់បានឃើញស្រមោលខ្មៅមួយបានហោះកាត់មុខផ្ទះរបស់គាត់ភ័យញ័រពេញខ្លួនបិទទ្វារចាក់សោយ៉ាងលឿនហើយរត់មកអោបកូនស្រីយប់នោះគាត់មិនហ៊ានបិទភ្នែកដេកទៀតទេរហូតដល់ព្រះអាទិត្យរះព្រឹកឡើងអ្នកមីងសុកបានសម្រេចចិត្តសួរអ្នកជិតខាងចាស់ពីប្រវត្តិផ្ទះនេះអ្វីដែលគាត់បានឮធ្វើឲ្យគាត់ព្រឺសម្បល់យ៉ាងខ្លាំងអ្នកជិតខាងម្នាក់បានប្រាប់ថាកាលពី10ឆ្នាំមុនមានគ្រួសារមួយធ្លាប់រស់នៅទីនេះគ្រួសារនោះមានស្រី
មានកូនស្រីអាយុប្រហែលជា18ឆ្នាំនាងគឺជាក្មេងស្រីដែលស្រស់ស្អាតប៉ុន្តែមានវិបត្តិស្នេហាថ្ងៃមួយឪពុកម្ដាយរបស់នាងបានចេញទៅធ្វើការបាត់នាងបានចងកសម្រាប់ខ្លួននៅក្នុងបន្ទប់របស់នាងឬបែបនេះហើយមីសុកមានភាពភ័យខ្លាចមែនទែនដោយសារតែលើនេះគឺបន្ទប់របស់ក្មេងស្រីនោះគឺជាបន្ទប់របស់កូនស្រីលីនរបស់គាត់នឹងឯងតាំងពីពេលនោះមកគ្រួសារនោះបានលក់ផ្ទះនេះហើយបានរើចេញប៉ុន្តែគ្មាននរណាម្នាក់អាចរស់នៅផ្ទះនេះបានយូរទេព្រោះតែជួបរឿងរន្ធត់បែបហ្នឹងមកជាផ្ទះមុនសុទ្ធតែលក់ផ្ទះនេះវិញនៅក្នុងតម្លៃថោកដូចដែលអ្នកមីងសុកបានទិញអញ្ចឹងដែរអ្នកមីងសុកបានយល់ច្បាស់អំពីមូលហេតុដែលកូនស្រីរបស់គាត់បានឃើញបងស្រីម្នាក់និងមូលហេតុដែលអ្នកបំរើឈប់គាត់បានទូរស័ព្ទប្រាប់ប្តីឲ្យប្រញាប់ត្រឡប់មកវិញពួកគេបាននិមន្តព្រះសង្ឃមកសូត្រមន្តបណ្ដោះគ្រោះនិងធ្វើបុណ្យបញ្ជូនកុសលដល់វិញ្ញាណក្ខន្ធរបស់ក្មេងស្រីនោះដោយសង្ឃឹមថានាងនឹងមិនត្រឡប់មកវិញទេនិងសង្ឃឹមថានាងនឹងទៅចាប់ជាតិបន្ទាប់ពីធ្វើបុណ្យរួចរាល់ហេតុការណ៍ចម្លែកហាក់ដូចជាថមថយចុះប៉ុន្តែមិនមានបាត់ស្រឡះទាំងស្រុងនោះទេយូរម្ដងពួកគេនៅតែឮសំឡេងដើរនៅជន់ខាងលើឬទ្វារបើកដោយខ្លួនឯងទីបំផុតគ្រួសារអ្នកមីងសុកបានសម្រេចចិត្តលក់ផ្ទះនោះវិញហើយរើទៅនៅកន្លែងផ្សេងរហូតមកដល់សប្តាហ៍នេះផ្ទះវិឡាចាស់នោះនៅតែឈរយ៉ាងស្ងៀមស្ងាត់នៅទីនោះវាត្រូវបានគេបោះបង់ចោលម្ដងទៀតហើយគ្មាននរណាម្នាក់ហ៊ានទិញវាយកមករស់នៅទៀតទេតើអ្នកទាំងអស់គ្នាជឿរឿងខ្មោចព្រាយបិសាចដែរទេប្រសិនបើអ្នកបានទិញផ្ទះដែលមានប្រវត្តិបែបនេះតើអ្នកនឹងធ្វើដូចម្តេចតើអ្នកហ៊ានរស់នៅទីនោះបន្តឬសុខចិត្តលក់ចោលទាំងកាត់បងសូមអរគុណប្រិមិត្តដែលបានចំណាយពេលវេលាស្ដាប់រឿងរន្ធត់មួយនេះរហូតដល់ចប់ប្រសិនជាបងប្អូនមានរឿងរន្ធត់ផ្ទាល់ខ្លួនចង់ចែករំលែកអាចផ្ញើទៅកាន់គេទំព័រ Facebook របស់ខ្ញុំបានឬក៏ចូលទៅ Telegram របស់ខ្ញុំកុំភ្លេចជួយចុច Like និង Subscribe ដើម្បីទទួលបានរឿងថ្មីៗបន្ថែមទៀត